មនុស្សចង់បានមនុស្សល្អក៏ប៉ុន្តែមនុស្សល្អទៅកើតតមានធម៌ល្អនៅក្នុងចិត្តបើអត់មានធម៌ល្អនៅក្នុងចិត្តមិនទៅជាមនុស្សល្អកើតដូចឧទាហរណ៍ថាអុកញ៉ាដែលគាត់បាញ់ប្តីប្រពន្ធស្លាប់ពេលដែលបាញ់ប្តីប្រពន្ធស្លាប់ហើយគាត់ក៏ត្រូវបានប៉ូលីសចាប់ឃើញទេបើសិនជាគាត់មានធម៌ល្អគាត់មិនទៅបាញ់ហើយដល់ប្តីប្រពន្ធមកមានធម៌ដាក់ខ្លួនខ្លះក៏អត់ឆេវឆាវប្រើពាក្យអ្វីមួយដែលមិនសមរម្យឲ្យអុកញ៉ានឹងខឹងរាប់អុកញ៉ាខឹងអុកញ៉ាក៏បាញ់ទៅឃើញទេបើសិនជាមួយខាងមានធម៌ខ្ញុំថាឡើយទាំងពីរខាងមានធម៌បើមានធម៌ល្អនៅក្នុងចិត្តនិយាយទៅដោយភាពមេត្តាករុណាទៅអត់ទៅដល់ភាពទោសៈបាក់នេះឆាំងរឿងផ្លែតបើមានម្នាក់រៀងអន់ទៅមេត្តាទៅដឹងថាមនុស្សយើងតែយើងចម្រើនធម៌អីក្នុងចិត្តអានឹងច្រើនហើយអ្នកខ្លះច្រើនទៅទោសៈអ្នកចាស់ច្រើនដោយមោហៈអ្នកច្រើនដោយលោភៈអ្នកច្រើនដោយមេត្តាខ្លះទៅករុណាអីចឹងទៅអញ្ចឹងមនុស្សអត់ដូចគ្នាទាំងអស់ទេសំខាន់ការរស់នៅរាល់ថ្ងៃនឹងចម្រើនធម៌អីតែចម្រើនធម៌អីអាធម៌នៅក្នុងចិត្តដែរតែដល់ក្នុងចិត្តធម៌មេត្តាមេករុណាមុទិតាឧបេក្ខាហ្នឹងជាធម៌ដែលទឹកអមរិតអ្នកណាបាននៅជាមួយមនុស្សពេលហ្នឹងមិនសូវមានរឿងទេព្រោះគាត់មានសុទ្ធធម៌ល្អក្នុងចិត្តអញ្ចឹងគាត់ត្រូវតែឲ្យភាពត្រជាក់ជុំទៅអ្នកជុំវិញហើយគាត់មើលឃើញទាំងពូជទៀតបើអ្នកធ្លាប់រៀនសូត្រមើលឃើញដល់ពូជទៀតអ្នកដែលប្រើទោសៈច្រើនពូជអីអញ្ចឹងណាហើយគាត់មិនសូវមានសេចក្តីសុខហ្នឹងដូចបានប្រើអារម្មណ៍ជាអារម្មណ៍ដែលមិនល្អដែលទូមរស់ទៅអ្នកដែលនៅជុំវិញហ្នឹងបើសិនជាចិត្តគាត់ពោពេញទៅដោយសេចក្តីសុខគាត់មិនហាមាត់ទៅពាក្យទោសៈកើតអញ្ចឹងគាត់ហាមាត់លក្ខណៈធម្មតាអញ្ចឹងណាបើសិនជាចិត្តគាត់ត្រជាក់គាត់នឹងផ្ដល់ភាពត្រជាក់ទៅគេតែបើចិត្តបុគ្គលណាក្តៅហើយនឹងផ្ដល់ភាពក្តៅទៅអ្នកជុំវិញខ្លួនហើយអ្នកដែលទទួលភាពក្តៅហ្នឹងបើសិនជាអត់បានចម្រើនស្ទៃអត់ទៅដឹងអត់ទៅអីក៏ទទួលកម្ដៅនឹងពីអ្នកដែលផ្ដល់ឲ្យហ្នឹងទៅយកទៅក៏ប៉ុន្តែបើសិនជាអ្នកដែលចម្រើនចិត្តមេត្តាហើយសិក្សារៀនសូត្រច្រើនដឹងទៅថាម្នាក់ហ្នឹងកំពុងតែក្តៅហើយគេកំពុងតែគប់ភ្លើងមកយើងអញ្ចឹងយើងគួរតែរឹសភ្លើងគប់ទៅវិញឬក៏អត់ណែឃើញទេអាហ្នឹងមកអីមកពីការសិក្សារៀនសូត្រហើយចម្រើនបប្រតិបត្តិរាល់ថ្ងៃមកមើលចិត្តរាល់ថ្ងៃតែយើងបានតែទ្រឹស្ដីតែយើងមិនយកអនុវត្តទេនៅអត់ដែលក៏អញ្ចឹងអនុវត្តចាំបាច់មានរឿងទេតែមើលចិត្តអញពេលនេះពងគិតអីកុសលឬក៏អកុសលកើតកំពុងកើតឡើងបើសិនជាអកុសលចិត្តអីចិត្តអកុសលដោយទោសៈឬមោហៈឬក៏អកុសលដោយលោភៈឃើញទេពេលចម្រើនអញ្ចឹងរាល់ថ្ងៃទៅយូរសតិយើងក្នុងកាយសតិយើងនឹងនៅជាមួយយើងច្រើនដល់ច្រើននៅជាមួយយើងអត់ឆ្វេងឆ្វាយទេអញ្ចឹងបានគេចេះសួរចិត្តឆ្វេងឆ្វាយច្រើនម៉េចបើអត់មានសតិតាំងនៅជាមួយផងចិត្តតកើតមួយសតិអាហ្នឹងបានវាលែងឆ្វេងឆ្វាយអាហ្នឹងដូចយើងធ្វើរបស់យើងមិនឆ្វេងឆ្វាយទៀតបើសតិខំក្រឹងវាហើយអញ្ចឹងហើយវាកើតមួយសតិបានវានៅតែចិត្តយើងអត់បានកើតមួយសតិអញ្ចឹងតែដណ្ដងចិត្តនឹកឃើញអតីតកាលខ្លះទៅនឹកឃើញអនាគតខ្លះទៅអញ្ចឹងណាអូខេ